ok tờ ngày nét chun chùm lòi vì như sa tí bấy từ căn phong ôn là tới triềm vào lòng bạn đúc chỉ phải xét cứ công sơ là vụ món chơi tầm bạp ná và chơi mình tên vừa dây bị này sừng nua với khơi thao vài dùm toàn bàn mơ tế vừa kích chỉ phía rồi bàn mơ vài dùm mũi phía rồi hay mà tới chẳng mà nó không bị như sa đồng lực đọc đồng bồn ní từ bồn nó cứ đọc bị như sa đây miền đồng lực chun tăng bị này sừng nua tại sao bị chạy chun tha về phong ôn và lón có ai miền sừng nua đây đại sừng nua nút ai miền nơi không rồi mang này lùm hạt nam muối rứ có đặt muối rồi mang đách đôi năm chả thèm đòn cứ được chính cặp đi bọn phải pi chẳng tới chúng mình như sao đọc từ bốn ní cứ dương miền đồng lực mà sầm nuôi ra mà như sao bảy buôn còn như sao có pram từ như sao tí đọc muối tí đọc pi ai muối pi sầm nuôi đây làm lịch chu nó không rồi mang này lùm hạt thèm đòn chân sầm nuôi buôn đại miền nó không bị như sao tí bảy ní tí muối cứ ở con ôn ao đi dùng mình này vậy tới chia monoprotein acid nắng polyprotein acid hay nước ưu ho mong bệnh trẻ sầm nuôi tí pi tra cam bên này đôi mặt đây thọp tránh hay đôi đây hơi thải té lượng ưu ho bệnh trẻ 4 តើការប្រែពណ៌នៃ solution potassium permanganate ដោយ acid oxalic ប្រព្រឹត្តទៅលឿននៅស្ថានភាពជុំវិញឬក៏ស្ថានភាពបន្ទុកឬក៏វាប្រព្រឹត្តទៅលឿននៅស្ថានភាព0អង្សាសេព្រោះអ្វីជាដើម្បីឆ្លើយគឺយោងទៅលើកត្តាស្ថានភាពមកកណាស្ថានភាពកាន់តែខ្ពស់លឿនប្រតិកម្មកាន់តែលឿនអញ្ចឹងយើងមានចម្លើយលោកបានរៀបចំចម្លើយជូន monoprotein acid អីទៅ polyprotein acid អ្វីទៅហើយលើកឧទាហរណ៍ជូនមកអត្រាកម្មជាអី ester ជាអីហើយការប្រែពណ៌គឺនៅស្ថានភាពខ្ពស់ទើបវាប្រព្រឹត្តទៅលឿនព្រោះស្ថានភាពកាន់តែខ្ពស់មានន័យថាយើងផ្ដល់ធម៌ពលទៅឲ្យប្រតិកម្មរុញច្រានឲ្យ molecule នៅក្នុងអង្គធាតុប្រតិករនោះមានចលនាកាន់តែលឿនជាងមុនបង្កើតជាទង្គិចប្រសិទ្ធកាន់តែលឿនជាងមុនដែរអញ្ចឹងល្បឿនប្រតិកម្មវាក៏ប្រព្រឹត្តទៅលឿនដែរចឹងងាកទៅមើលលំហាត់លោកមិននៅវែងឆ្ងាយផ្នែកសំណួរនេះទេកុំឲ្យខាតពេកព្រោះនឹងបញ្យល់ខ្លីៗជូនទៅផ្នែកលំហាត់ហើយបងប្អូនទៅរៀនសរសេរចម្លើយដោយខ្លួនឯងអញ្ចឹងផ្នែកលំហាត់របស់យើងលំហាត់ទី1គឺជាប្រតិកម្មលំហាត់ទី1បើនិយាយពីមេរៀននៅក្នុងមេរៀនចំពោះទី2គឺសមាសក្នុង solution ទឹកដែលមានកម្លាំងអន្តរ molecule នៅមេរៀនទី2ចឹងទៅអញ្ចឹងគេដាក់ប្រតិកម្មរវាង solution បាយ៉ូម chlorua និង acid sulfuric កនេះឲ្យបងប្អូនសរសេរសមីការតាំងប្រតិកម្មជំនួសទ្វេអាហ្នឹងគាត់ឈ្មោះប្រតិកម្មឯងយើងសរសេរវាធម្មតារាល់ដងហើយបន្ទាប់មកសមីការអ៊ីយ៉ុងសបអ៊ីយ៉ុងសម្រួលហើយឲ្យឈ្មោះកកផងកកនឹងឈ្មោះអីសមីការប្រតិកម្មដូចជាលំហាត់នៅក្នុងឆ្នាំបាក់ឌុបចាស់តែដឹងឆ្នាំណាលោកបងមិនចាំដែរអញ្ចឹងមកនៅក្នុងលំហាត់នេះគឺឲ្យជារូបមន្តមកស្រាប់បារីយ៉ូម chlorua ចឹងមកលោកសុំបញ្យល់ខ្លីៗជូនបាយ៉ូម chlorua វាបន្តិចហើយបូកជាមួយ acid sulfuric ជា solution ដែលប្របែកជាអ៊ីយ៉ុងទាំងពីរចឹងវាទទួលបានបារីយ៉ូម sulfate ដែលជាកកមិនរលាយទេហើយបូក HCl រលាយហើយថ្លឹងសមីការទៅចឹងនេះកកយើងនេះកកនេះកកយើងបាយ៉ូម sulfate ហើយប្របែកទៅជាអ៊ីយ៉ុងសបអ៊ីយ៉ុងសម្រួលអីខ្លួនឯងងាកទៅមើលសំណួរគេសួរខគេសួររកមាត្រ solution acid sulfuric ចាំបាច់ដែលត្រូវប្រើដែល acid sulfuric នោះមានកំហាប់ 1m លោកស្រង់សមាតកម្ម acid sulfuric មានកំហាប់ 1m ចឹងនេះលោកដាក់នៅខាងក្រោម 1m 1.0 លោកដាក់តែ 1m ឬក៏ 1 mol ក្នុង1លីត្រអាបាយ៉ូម chlorua នេះមានកំហាប់ហើយមានមាត្រទៀតចឹងយើងទៅមើលតម្លៃវាមក100 cm គីប 0.5 mol ក្នុង1លីត្រឬក៏ 0.5m ហើយ100 cm គីបចឹងយើងមើលយើងចង់បានសំណួរណាសំណួរគេចង់បាន V របស់ acid sulfuric ចឹងរូបមន្តតើតន់មើលកំហាប់ C ស្មើ n លើ V បញ្ជាក់ឡើងវិញកុំបង្កើតរូបមន្តថ្មីឬក៏កុំច្រឡំចឹងនាំឲ្យ V ស្មើនឹង n នៅលើ C C យើងមានហើយយកមកដាក់មកនេះយើងមានហើយនេះយកមកដាក់មកចុះ n រកតាមបាយ៉ូម chlorua n
và trong chlorus có miết nâng cầm hấp rồi ăn van tam c cùng với hãy dương tiên cho mấy ca mà tiên cho mấy ca mà tiên chùm lại tiên cho mấy ca mà trên chùm lại tiên tam cho mấy ca mà tiên tam cho mấy ca mà bạn chùm lại chẳng mấy cái dương mưa lươn mê côn lấy nó mê côn với mùi đôi kia mình bị bài ở bên côn chạy của má này bộ smile kia mũi lấy đôi kia cứ smile kia chẳng đôi chỉ chọc ấy rồi mang TP vào phone bảo và nó ban đọc phần tụ chiến được không nên mình đọc buôn phần tụ để sai dương tô ta tới giờ đọc thêm mấy chật phải hám được không mà mình như sáng nó chọc bạn đây rồi mang tí pi rồi mang tí bấy vẽ pon thì môi nâng làm hạt lầm nắng có cứ làm hạt ní kia vào bảy chùm núa bọn rộp cầm hạt bo xích sao nâng vợ đi mở chân rụng lập tí ấy tới chia số thì trong tâm bóng cứ chỉ là bài này số cho xích saoឬbạc sao nâng vợ bỏ vía trong việc cầm hạt và má cái đó sẽ tự chia số thì trong tâm bóng chân tâm bóng với cái bìa xích sao ha nâng vợ bỏ vía anhการศึกษาตำป้องคือศึกษาเชี่ยวกับฮับจังหวัดโอนบอกอดมีนสมนัวกอนี่ก็ถือตรอกับฮับรุ่นไอ้ได้แต่เลยนี่เกมีนสมนัวซัวบอกไอ้มาคล้ายจังยังมีนฮาจะมวยอันในขนมโซลิชงแต่มีนมีดแบบมวยมีลิตhay là chỉ muốn mô viết sơn chích sơn của mũi đi kia chân mà được cụ ảnh mới mù mà bắt đầu chứ mù mà phải kịp bắt đầu mà chân mảnh nè cùi 10 tí mà chứng minh solution 500 ml 500 ml nóមាន HS 0.06 mol NaS បើរបស់វា 0.06 mol ដែរតំប៉ុងវានៅក្នុងលបាយរួមគ្នាមិននៅដាច់ដラយពីគ្នាទេចឹងយើងចង់រកកំហាប់ C ស្មើ N នៅលើ VS ឬក៏ V លបាយហ្នឹងចឹងនេះ V លបាយយើងហើយ N វាស្មើគ្នាចឹងបងប្អូនអាចជំនួសយកតែម្ដងមកកហ្នឹងគឺកំហាប់របស់ HS កំហាប់នេះកាយក្នុងមេរៀនហើយ NaS ចឹងរបៀបសរសេរមើលនៅក្នុងមេរៀនរបៀបសរសេរចឹង 0.06 តាម 1 ml 0.5 chạy 0.5 bên này là côn 2 nhưng của mỗi bị đong đọc 2 cắt biệt 2 tông với cứ 0.12 ẩm chọc dùng nua cỏ đó p dùng nua kho nhớ kể 7 dùng nua và on the road cầm hạp hydro nhóm hãy xua pH máy xua cầm hạp hydro nhóm và xua tập pH có dương thử the road cầm hạp ion hydro nhóm này mày nhé của nó bay tới cạnh như pH hay product muốn pH ăn miếng cầm nát bỏ xịt bỏ 3 đây có khinh cầm hạp hydro nhóm ra được muốn pH vẽ pon một hydro nhóm qua cầm hấp ion hydroxit ra được muốn pH tại von mùi cầm hấp ion hydroxit còn ta cầm hấp nó bao sâu thì trong nà rồi tới pH bao sâu thì trong nằng bộ sâu trong axit những bác viên miên cầm hấp hydronyomនិង hydroxit ដូចគ្នាមិនមានតែមួយអត់មួយទេcònបរិមាណវាតិចច្រើនស្មើគ្នានៅអញ្ចឹងដើម្បីធ្វើសំណួរខបានទី1ដំបូងគឺបងប្អូនត្រូវប្របែកអំបិលសិនប្របែកមិននៅក្នុង solution វាប្របែកទៅជា ion ហើយគ្រាន់ថារូបភាពប្របែកជា ion របស់អំបិលគឺទឹកជាអ្នករំលាយនៅលើសញ្ញាព្រួយបូក S ដកហើយយើងយកកំហាប់ដែលឃើញមិញមក 0.12 m មើលតាមមេគុណ 0.12 m ដូចគ្នាមេគុណខុសគ្នា2ដងគុណតែទៅតាមហ្នឹងដែរដល់មកអាស៊ីតក៏វាប្របែកទៅជា ion hydronyom ដែរក៏ប្របែកទៅជា ion ដែរគ្រាន់ថាវាប្របែកគឺរូបភាពអាស៊ីតខ្សោយអញ្ចឹងរូបភាពអាស៊ីតខ្សោយគឺប្របែកមិនសពព្រួយ2ទៅវិញទៅមកបែកជា ion ដូចគ្នាហើយសមីការវាយើងសិក្សាក្នុងសៀវភៅពុំយើងប្របែកជា ion គឺទឹកបូកទឹកតែបើមើលឯកសារបរទេសគឺគេដាក់ទឹកលើព្រួយដូចគ្នានឹងអំបិលអញ្ចឹងវាបានហាស់បូកអញ្ចឹងគេប្រើ pH ដក logarit ហាស់បូកទៅអញ្ចឹងសិក្សាកំហាប់ដើមកំហាប់ប្រែប្រួលកំហាប់ពេលលំនឹង initial change and equilibrium នេះយកវាមកជំនួសមក 0.12 នៅខណៈដើមអង្គធាតុកកើត0ទេតែដោយសារលបាយនៃ solution តំប៉ុងវាមានបាសឆ្លាស់វានេះដោយសារនេះតំប៉ុងនៃអាស៊ីតខ្សោយចឹងវាមានបាសឆ្លាស់វាបើតំប៉ុងនៃបាសខ្សោយវាមានអាស៊ីតឆ្លាស់វាវិញទៅ hydronyom 0ចឹងកំហាប់ប្រែប្រួលមេគុណវាស្មើគ្នាជានិច្ចខុសពីលំនឹងទូទៅ
ចឹងឆ្វេងដកស្ដាំបូកជានិចព្រោះប្រតិកម្មវាត្រូវបបែកចេញពីអាស៊ីតទៅមុននេះ0អានេះ 0.12 បូកអីចឹងទៅនេះសិក្សាការ A វាមកការស្ដាំចែកឆ្វេងតម្លៃ x តូចពេកអាចចោលបានអីចឹងទៅហើយបងប្អូនទាញរកកំហាប់ពីយើងអ៊ីត្រូញូមហើយចេញទៅ pH ហើយនឹងចាប់សំណួរខបាត់ហើយដល់ពេលសំណួរកគ្រាន់តែឆ្លើយឯងលបាយខាងលើនេះដែលមានអាស៊ីតខ្សោយនឹងបាសឆ្លាស់វានេះជាលបាយតំប៉ងឬអត់ព្រោះអីចឹងតំប៉ងយើងមើលកំហាប់វាស្មើគ្នាក៏តំប៉ងអត់ស្មើក៏តំប៉ងដែរចឹងនៅក្នុងនេះគឺស្មើគ្នាទៀតតំប៉ងនេះគឺតំប៉ងដែលលបាយនឹងគឺមានបរិមាណស្មើគ្នាចឹងឆ្លើយប្រាប់គេមកកលបាយជាសូរចុងតំប៉ងព្រោះកំហាប់ HS ស្មើ S ដកប្រយ័ត្នណាអត់ស្មើគ្នាក៏តំប៉ងដែរគេដូចច្រឡំចឹងកដាក់មកតំប៉ងហ្នឹងទៅចប់រមាំងទី3ហ្នឹងនោះគាត់ទៅបញ្យល់ខ្លីៗនេះឆាប់បានចប់យកទៅរៀនធ្វើខ្លួនឯងរមាំងទី4គឺជារមាំងសមាធិសរីរាង្គលោកមានអារម្មណ៍ថាវិញ្ញាសានេះគឺសិតតែជាលំហាត់ដែលធ្លាប់ចេញប្រឡងបាក់ឌុបយកមករំលឹកឡើងវិញចឹងគេសួរថាហ្នឹងជាសមាសធាតុអីដើម្បីឆ្លើយបានបងប្អូនមើលរូបមន្តហើយមើលបង្គំនីតិរបស់វាមើលបង្គំនីតិរបស់វានេះបង្គំនីតិអាក្រៅពីហ្នឹងគឺអ៊ីដ្រូកាបួរទេដែលវានឹងចងភ្ជាប់ហ្នឹងគឺ radical air ទេអញ្ចឹងនេះយើងក៏លេខទៅមើលបង្គំនីតិហ្នឹងអញ្ចឹងវាមានតម្រង AirCOO Air Prim គឺជារូបមន្តរបស់សមាសធាតុសរីរាង្គមួយឈ្មោះថា Ester គេដាក់នឹងតាមពិតអក្សរតាំងនៅ Ester ហ្នឹងនៅក្នុងសរីរាង្គទី12ណាតែបើទី11 Ester តែទី12យើងរៀនតែ Ester ទេចឹងយើងឆ្លើយបានជា Ester មានបង្គំនីតិអ្វីខ្លះតែពិតមានមួយទេតែសំណួរឆ្នាំអាដុបនេះគេសួរអ្វីខ្លះចឹងបង្គំនីតិវាគឺនោះដក radical air ចោលទៅនៅសល់បង្គំនីតិឯងគឺកាបុកស៊ីឡាតនេះនេះ COO ឬក៏គេទៅសេពលាតដៃសម្ព័ន្ធហ្នឹងគេដាក់ O សម្ព័ន្ធរបស់វាទៅលើនេះដែរនេះដល់មកប្រាប់ឈ្មោះអាស៊ីតនិងអាល់កុលដែលសំយោគវាចឹងតើបងប្អូនស្គាល់ថានៅក្នុងរូបមន្ត Ester ផ្នែកត្រឹមណារបស់អាស៊ីតផ្នែកត្រឹមណារបស់អាល់កុលហើយវាក៏កើតអ្មេចដើម្បីទៅអាស៊ីតនិងអាល់កុលបានចឹងមកយូសេជូនមួយទាំងអស់គ្នាចឹងរមាំងទី4 Ester ហ្មងEster ហ្មងអញ្ចឹងនៅក្នុងរូបមន្ត Ester រំលឹកមេរៀនបន្តិចសិនមុននឹងមកបញ្យល់រកចម្លើយនៅក្នុងរូបមន្ត Ester វាមាន2ផ្នែកត្រឹមនេះជាផ្នែកអាល់កុលហើយផ្នែកនៅខាងឆ្វេងនេះ ARCO នេះគឺផ្នែកអាស៊ីតហើយធ្វើម៉េចឲ្យអាស៊ីតនិងអាល់កុលឃើញដាច់វាចេញមកសិន ARCO OR prim ដើម្បីរកឃើញតើយើងដឹងថា Ester វាកើតចេញពីអាស៊ីតបូកអាល់កុលដែលអាស៊ីតផ្ដាច់ OH ហើយអាល់កុលផ្ដាច់ H អញ្ចឹងបងប្អូនក៏ដាក់ចឹងវិញមកឃើញចម្លើយអាស៊ីតនិងអាល់កុលហើយហៅឈ្មោះឲ្យគេទៅអញ្ចឹងសម្រាប់រូបមន្តរបស់យើងគឺ CH3 CO O CH2 CH2 CH3 ហោះដាក់ផ្នែកដែលវាផ្ដាច់នឹងចូលវិញមកគឺ OH ចាអាស៊ីតនេះមានកាបូន2គឺអាស៊ីតអាសេទិកឬក៏អេតាណូអិកអាល់កុលនេះមានកាបូន3ប្រូប៉ាន 1 ឬប្រូប៉ាណុលឬហៅម្យ៉ាងទៀតប្រូពីលអាល់កុលហ្នឹងទៅជិះចាប់បាត់ហើយប៉ុណ្ណឹងសម្រាប់លំហាត់រមាំងទី4សំណួរកហើយបានយកអា Ester ហ្នឹងយកទៅដាក់មកទៅសេសមីការសំយោគ Ester សំយោគហ្នឹងគេអត់បញ្ជាក់ថានឹងជា Ester ដែលកាលណាប្រាប់អ្នកនេះឆ្លើយចម្លើយកបានបាត់មានចម្លើយរបស់កបាត់អញ្ចឹងគេតាំងនឹងដដែលរហូតដល់ចប់ទៅអញ្ចឹងអាស៊ីតណាកលមិញសរសេរសមីការសំយោគកន្លែងនេះមានបងខ្លះសរសេរសមីការខុសមិនពាក្យថាសំយោគមានន័យថាវានៅខាងអង្គធាតុកកើតមិនមែនជាអង្គធាតុប្រតិកទេអញ្ចឹងយើងយកអានឹងមកសរសេរមកនឹងយកអាស៊ីតណាកលនោះមកសរសេរមកចេញ Ester ហ្នឹងអាស៊ីតណាកលនោះមកសរសេរមកចេញ Ester ហ្នឹងបាទ
bộ trên A stia vào đây trên A stia mới đã vinh mà chẳng sừng dốt được có từng vơ cái trong ban bia chứ vì thế nữa ăn thì có cá là khác còn xe tên nó ăn thì rồi thì có với nó khó phải trả sầm mấy cái vào tủ đi ha giờ mà cái mà đã bây mơ sầm nô cô mới tiệt STA ហ្នឹងគេសំយកវា4.59ហើយប្រើ acid អស់ 4.5 សួររតនផលប្រតិកម្ម acid ប្រើអស់ 4.50 STA ទទួលបាន 4.59 នឹងលេខរបស់ចាស់ឬក៏លោកប្រហែលជាកែលេខដាក់ឲ្យចែកដាច់ទៅមើលទៅ49 49 ហ្នឹងមើលថាទៀតមកខុស59ចឹងចង់បានទៅនផលហ៎ AD បានមកពីម៉ាស់ទទួលបានតាមពិសោធន៍ចែកម៉ាស់ទទួលបានតាមទ្រឹស្ដីហើយគិតជាភាគរយគុណនឹង100នេះគេប្រាប់ឲ្យថាម៉ាស់ពិសោធន៍របស់ STA នៅសល់ម៉ាស់ទ្រឹស្ដីតាម៉ាស់ទ្រឹស្ដីរកវាមកបានម៉ូគុណនឹងម៉ាស់ម៉ូបូកមក STA ហ្នឹងកាបូន5 102ហើយចំនួនម៉ូរកតាមអាស៊ីតមកអាស៊ីតគេប្រាប់ម៉ាស់មកឲ្យតាចឹងយកម៉ូហ្នឹងទាញសមីកាមកចេញម៉ាស់ទ្រឹស្ដីយកម៉ាស់ទ្រឹស្ដីនឹងទៅជំនួសផ្លុកចេញចម្លើយវិញបាត់ហើយសម្រាប់លំហាត់ហ្នឹងប្រមាណបន្ទុកកាប្រឡងដូចជា20បន្ទុកហ្នឹងភ្លេចបាត់ហើយចឹងទូទាត់លេខខ្លួនឯងមកបានចម្លើយរមាំងចុងក្រោយប្រហែលជាមិនមានអីត្រូវស្មុគស្មាញឬ complicate ពេកទេអត្រាកាមអាស៊ីតបាសហ្នឹងគេប្រើក្រាមប៉ូតាស្យូមអ៊ីដ្រូស៊ីតទៅប្រសាបសូលីយ៉ុងអាស៊ីតតែអាស៊ីតរបស់យើងហ្នឹងគឺអាស៊ីតខ្លាំងគឺ D អាស៊ីតខ្លាំងគឺ sulfuric អញ្ចឹងប្រើតាមសាក់មូអាស៊ីតបាសមកប្រើហ្នឹងដើម្បីយកទៅរកអីរកចំនួនម៉ូអញ្ចឹងកន្លែងហ្នឹងបងប្អូនរកឃើញម៉ូ OH ដកមកអានេះ CaVa រកឃើញម៉ូ OH ដកហើយតបមកអាម៉ូ OH ដកហ្នឹងវាស្មើជាមួយម៉ូ KOH ព្រោះវាម៉ូណូបាសខ្លាំងអញ្ចឹងយើងរកឃើញបានយកទៅហើយទៅរកម៉ាស់ KOH បានហើយ M របស់ KOH ស្មើម៉ូគុណម៉ាស់ម៉ូបូកម៉ាស់ម៉ូមក K39 បូកហាស់មួយទៀត40 O16 ទៀតអញ្ចឹង56ចាប់ចម្លើយកបាត់ហើយដល់ពេលខគេប្រសាបវារហូតដល់សាក់មូអាស៊ីតខ្លាំងបាសខ្លាំងយើងឆ្លើយមករបាយទទួលបានមានធម្មជាតិឬក៏មជ្ឈដ្ឋានជាសូលីយ៉ុងណឺតអញ្ចឹង pH របាយហ្នឹងគឺស្មើ7បើវងខ្យល់ផងគឺ25អង្សាសេតិចអត់បើកវងខ្យល់25អង្សាសេ7ហ្នឹងអត់បានទេណាខុសពី25អត់ស្មើ7ទេ pH ណឺតហ្នឹងរបាយជាសូលីយ៉ុងណឺតហ្នឹងដល់កអានសំណួរឲ្យច្បាស់គណនា pH របស់សូលីយ៉ុងអាស៊ីតយើងមានកំហាប់ហើយ 0.02 ហើយវាជាអាស៊ីតសូលហ្វូរិកគឺ D អាស៊ីតខ្លាំងអញ្ចឹងបងប្អូនធ្វើម៉េចដើម្បីបាន pH វាមិនត្រូវរកកំហាប់អ៊ីដ្រូញូមវាឃើញអញ្ចឹងអ៊ីដ្រូញូមរបស់អាស៊ីតសូលហ្វូរិកស្មើ2ដងកំហាប់អាស៊ីតសូលហ្វូរិកអញ្ចឹង 0.02 គុណ2ទៅបាន 0.04 ឬ4 10 ដក 2ហើយតម្លាក់រូបមន្ត pH មកប្លុកមក pH ដក logarit អ៊ីយ៉ុងអ៊ីដ្រូញូមអញ្ចឹងយកទៅជំនួសទៅ logarit 4 0.6 អញ្ចឹង2ដក 0.6 គឺនៅសល់ 1.4 អញ្ចឹងទៅចប់រួចរាល់សម្រាប់វិញ្ញាសាទី3នេះអស់ការងារលហ៊ូអញ្ចឹងដល់ការងាររបស់បងប្អូនគឺរៀនសរសេរចម្លើយឲ្យត្រូវតាមរបៀបសរសេររបស់គេគឺបានបន្ទុកឲ្យប្រយ័ត្នប្រយែងពេលធ្វើប្រយ័ត្នសរសេរចេះលងលោចពេកខុសអស់វិញបាត់អត់ដឹងខ្លួនដែរប្រយ័ត្នមែនតើហើយធ្វើវិនិច្ឆ័យវិញអញ្ចឹងបានប្រឡងគេដាក់90នាទី5រម៉ាំង1រម៉ាំងចំណាយពេល15នាទីអញ្ចឹង5រម៉ាំងវាអស់75នាទីឯងនៅសល់15នាទីគឺសម្រាប់ពិនិត្យចម្លើយរបស់យើងឡើងវិញព្រោះនៅពេលសល់កណ្ដឹងសល់15នាទីហ្នឹងគេគោះជួងហើយអាចឲ្យយើងចេញបានតែយើងត្រូវពិនិត្យឲ្យបានរៀបរយទៅតាមយើងចេញមកពីថ្នាក់ប្រឡងរបស់យើងព្រោះតែกระดาษដាក់ឲ្យអត់មានអាចយកកែវិញបាន